កុំខ្លាចគេនិយាយពីក្រោយខ្នងបើគេនិយាយពីក្រោយខ្នងអ្នកមានន័យថាគេដើរក្រោយអ្នកហើយដើមឈើឡើងកាន់តែខ្ពស់ប៉ះខ្យល់កាន់តែខ្លាំងមនុស្សមានចំណុចលេចធ្លោតែងតែទទួលបាននូវការចាប់អារម្មណ៍ជារឿងធម្មតាទេបងប្អូនចំណាំមើលខ្លួនឯងនៅពេលដែលយើងធ្លាក់ខ្លួននៅពេលដែលយើងយ៉ាប់យ៉ឺនមិនសូវមាននរណារំលឹកពីឈ្មោះយើងទេប៉ុន្តែនៅពេលដែលយើងឡើងនៅពេលដែលយើងមានឈ្មោះនៅពេលដែលយើងមានចំណូលច្រើននៅពេលដែលយើងលេចធ្លោច្បាស់ណាស់គេនឹងរំលឹកពីឈ្មោះយើងជាប្រចាំហើយពេលខ្លះនៅពីក្រោយខ្នងយើងក៏គេរំលឹកឈ្មោះយើងដែរយើងនៅតែជាយើងតែអ្វីដែលផ្លាស់ប្ដូរនោះគឺយើងទទួលបានការចាប់អារម្មណ៍ច្រើនជាងមុនពីមនុស្សនៅជុំវិញខ្លួនយើងខំជឿគាត់និយាយថាអ្នកដែលនិយាយពីក្រោយខ្នងយើងមានន័យថាគេកំពុងតែដើរតាមក្រោយយើងហើយនៅលើโลกនេះមនុស្សដែលត្រូវបានគេនិយាយពីក្រោយខ្នងទាំងអស់មិនមែនសិតសឹងតែជាមនុស្សអាក្រក់ទេពេលខ្លះយើងល្អជាងគេក៏ត្រូវបានគេនិយាយមិនល្អពីយើងដែរឲ្យតែគេមិនពេញចិត្តឲ្យតែគេមិនសប្បាយចិត្តជាមួយយើងហើយវាអត់មានអីត្រូវតោមនិញជាមួយនឹងអ្នកនិយាយពីក្រោយខ្នងយើងនោះទេត្រូវចាំថាយើងធម្មតាយើងជាមនុស្សសាមញ្ញប្រហែលជាគ្មានអ្នកណារំលឹកឈ្មោះយើងទេប៉ុន្តែប្រហែលជាយើងអាចនឹងលេចធ្លោយើងអាចនឹងធ្វើអីមួយដែលល្អប្រសើរជាងគេឲ្យគេមើលឃើញពីចំណុចរបស់យើងអានេះជារឿងដោយឡែកយើងត្រូវដឹងថាពេលវេលានៅក្នុងជីវិតរបស់យើងមានតម្លៃមែនទែនមនុស្សណាសំខាន់ចាំយកមកគិតមនុស្សមិន